បើអូននេះចេញអូននេះចេញអូនអូននេះបែបនេះតាមពិតមិនមែនដើម្បីលេងកីឡាអីទេគឺគ្រាន់តែដើម្បីជួបជាមួយម្ចាស់កន្លែងបាល់នេះអ្នកស្រីលូលូសូមជម្រាបសួរបងប្អូនកន្លែងបាល់នេះតើជាក្រុមហ៊ុនជាក្លឹបកីឡាជាសមាគមឬក៏ជាសហគមន៍ជាអ្វីតារាងបាល់ហ្នឹងជាក្លឹបកីឡាជាហាងក្លឹបកីឡាកាហ្វេអត់តារាងបាល់គឺជាអ្វីតារាងបាល់ជាក្លឹបកីឡាសម្រាប់ឲ្យបងប្អូនដែលចូលចិត្តវិស័យកីឡាគាត់មកលេងឬក៏មកមើលកំសាន្តអីចឹងមើលក៏ត្រូវការចូលក្នុងក្លឹបកីឡាដែរសម្រាប់ទស្សនិកជនទោះបីជាអត់លេងកីឡាទេចាក៏គាត់អាចចូលមកមើលបានដែរចាគាត់ចូលមកមើលបានតើក្នុងកន្លែងបាល់នេះមានសេវាអ្វីខ្លះហើយតម្លៃប៉ុន្មានខ្លះសេវាលេងបាល់$3បាល់បោះបាល់ទះហើយបាល់ដកស្អីដកបាល់ដកអូខេបាល់ដកបាល់ទះហើយអត់ទេបាល់ទះបាល់ដកខុសគ្នាបាល់ដកផ្សេងបាល់ទះផ្សេងទាំងពីរមុខហើយមានបុកវិយានិយាយលេងអុកវិយាអាហ្នឹងដើម្បីផឹកបុកវិយាហើយនឹងលេងអុកលេងអុកទៀតYes លេងអុកទៀតវិយាមាន ABC មាន No បុកវិយាបុកវិយាទេបុកជាវិញមកទេវិយាទៀងបណ្ដាមួយទៀតកន្លែងនេះតាមពិតគឺជាកាហ្វេអញ្ចឹងមានមួយទៀតនិយាយកាហ្វេរបស់ខ្ញុំដែរដោយសារតែខ្ញុំដាក់កាហ្វេហ្នឹងដើម្បីជួយដល់ហៅថាសេវាកម្មដល់បងប្អូនកីឡាថាគាត់ត្រូវការភេសជ្ជៈអីចឹងទៅយើងមានកាហ្វេយើងមានអីចឹងណាភេសជ្ជៈផ្សេងគ្រប់ប្រភេទជូនគាត់អូខេដោយសារមានគ្រប់នោះខ្ញុំខ្ជិលសួរតម្លៃសំសួរតម្លៃកីឡាវិញឬក៏អុកគឺតម្លៃអីខ្លះតម្លៃកីឡាមួយសេច$3គិតក្នុងមួយសេតគិតហើយមួយសេចហ្នឹងយើងគិតតាមចំនួនអ្នកលេងអូម៉ាថាគេលេង1ម៉ោង$3អូខេ1ម៉ោង$3គិតក្នុង1ម៉ោង Yes តែអត់មានអ្នកយាមដែលពិនិត្យមើលណាចេញចូលម៉ោងប៉ុន្មានអីមានអ្នកមើលការមានបុគ្គលិកមានបុគ្គលិកទៀតទាំងប្រហែលអ្នក2នាក់ហើយនៅហាងកាហ្វេ2នាក់ដែរតែនៅតាំងថ្ងៃហ្នឹងគេសុំច្បាប់ទស្សនិកជនគិតលុយដែរអត់ទេទស្សនិកជនអត់គិតលុយទេគ្រាន់ថាគាត់អាចហូបកាហ្វេហូបអីយ៉ាងទៅគាត់អាចទិញកាហ្វេពីយើងអាចទៅអង្គុយខាងក្នុងដើម្បីមើលបាល់សម្រាប់កីឡាករឬអ្នកលេងអុកធ្វើមិនបានដឹងគាត់បានចូលម៉ោងប៉ុន្មានចេញម៉ោងប៉ុន្មានដើម្បីគិតលុយយើងកត់ពេលដែលគាត់ចាប់ដើមលេងយើងកត់ម៉ោងគាត់ចាដាក់ម៉ោងគាត់ឈ្មោះគាត់មុខគាត់អីគេអត់ទេកត់ម៉ោងអញ្ចឹងគាត់ម៉ោងថាឥឡូវគាត់លេងម៉ោង12អញ្ចឹងយើងគិតទៅម៉ោង1យើងវាគិតថា1ម៉ោងហើយបើកទ្វាររាល់ថ្ងៃឬក៏បើកទ្វារថ្ងៃអាទិត្យប៉ុណ្ណោះអត់ទេបើករាល់ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយបើកម៉ោង7ព្រឹកដល់ម៉ោង9យប់អូយហើយថ្ងៃ4ទៀតថ្ងៃសម្រាប់ក៏បើកដែរបើដូចនេះចំណេញនៅច្រើនធម្មតាវាទៅថាអាចចិញ្ចឹមជីវិតរស់ពីដំបូងតើអ្នកស្រីលូបានចាប់ដើមយ៉ាងម៉េចទៅដោយសារតាមពិតកន្លែងនេះនៅភូមិទួលបូករូខ្ញុំចាំតាពីមុនគេវាគឺជាដីវាដែលគេបានទុកសាំងសង់ផ្សារមួយប៉ុន្តែគេធ្វើតារាងបាល់វិញពីដំបូងខ្ញុំមកលក់កាហ្វេនៅហ្នឹងទេដល់ពេលបន្ទាប់មកទៅឃើញថាមានបងប្អូនគាត់ចូលចិត្តលេងកីឡាច្រើនដល់ពេលអញ្ចឹងគាត់ចេះតែផ្ដល់ជាគំនិតយោបល់ខាងបើសិនជាមានតារាងបាល់អីចឹងវាងាយស្រួលដល់ពួកគាត់ចឹងខ្ញុំក៏មានគំនិតមួយក៏កែច្នៃដីវាលហ្នឹងឲ្យទៅជាតារាងបាល់ហ្នឹងទៅដើម្បីឲ្យបងប្អូនដែលគាត់ចូលចិត្តលេងកីឡាហ្នឹងគាត់បានមកសប្បាយនិងអ្នកខ្លះក៏បានទស្សនាអីចឹងជាមួយកីឡាបាល់ទះបាល់ដកហ្នឹងទៅអញ្ចឹងក៏ជាការងារពេញម៉ោងរបស់អ្នកស្រីទោះជាម្ចាស់តារាងបាល់ចាបើគិតទៅការងារពេញម៉ោងដូចយើងធ្វើការឲ្យគេទេហើយអ្នកស្រីលូលូផ្ទាល់ខ្លួនលេងកីឡាដែរខ្ញុំចូលចិត្តហាត់ប្រាណតែអត់ចេះលេងបាល់ដកបាល់ទះហ្នឹងទេតែចេះកីឡាផ្សេងដូចវាយសីវាអីចេះប៉ុន្តែនៅតារាងបាល់នេះអត់មានកីឡាវាយសីទេអត់មានទេដោយសារតែយើងចាប់ដើមឡើងពីបាល់ទះនិងបាល់ដកពាក្យតារាងបាល់មកពីណាពាក្យតារាងបាល់និយាយទៅជាកីឡាបាល់ទះយើងនិយាយថាតារាងបាល់ទះគុណនេះគឺជាកីឡាដែលឡាយទៅបាននៅតារាងបាល់របស់អ្នកស្រីចាគាត់ថាយើងបង្កើតតារាងបាល់មកដើម្បីឲ្យបងប្អូនអ្នកដែលចូលចិត្តវិស័យកីឡាពួកយើងចូលរួមលើកស្ទួយកីឡាទាំងអស់គ្នាហើយអាចដូចថាសុបាយជាមួយកីឡានាំមកនៅសុខភាពកីឡានាំមកនៅសន្តិភាពចាសូមបញ្ជាក់ថាពាក្យតារាង
មកពីបារាំងតារាងមានថាដីធ្លីទីលៀនហើយបាល់មកពីជាបារាំងបាល់ដែលមានថាបាល់តែម្ដងពីយ៉ាងនៅខាងទៅចៃសាប់ទៅមានពេញតែក្រោ